មកដល់វត្តសំរោងបរិយម្ដងពុកម៉ែបងប្អូនបាទជូនញាតិញោមពុទ្ធបរិស័ទពុកម៉ែបងប្អូនលោកតាលោកយាយមកស្គាល់នៅវត្តសំរោងបរិយហៅវត្តសំរោងបាទដែលស្ថិតនៅក្នុងភូមិរាវឃុំម៉ងរាវស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបងប្អូនណាហើយវត្តនេះគ្រប់គ្រងដោយព្រះគ្រូព្រះចៅអត្តកាវត្តមឿនសុជាតិបាទដែលនៅក្បាលវីដេអូមិញហ្នឹងគឺជាប្រភពរបស់ព្រះគ្រូហើយបងប្អូនហើយកាលពីថ្ងៃទី9ខែសីហាឆ្នាំ2026ព្រះគ្រូព្រះចៅអត្តកាវត្តទូទ្រាជើងព្រះនាមស៊ូអែមដែលជាព្រះគ្រូព្រះចៅអត្តកាវត្តទូទ្រាជើងហ្នឹងបានដឹកនាំខ្ញុំបាទរួមជាមួយនឹងលោកយាយលោកតាពុទ្ធបរិស័ទចំណោះជើងវត្តនៅខាងនេះមានភូមិជប់មានទូទ្រាស្លាបក្តោងក៏ដូចជាច្រកចំបក់បាទហើយនឹងភូមិផ្សេងទៀតបងប្អូនដើម្បីយកចង្ហាន់បិណ្ឌបាតបាយសឡបច្ច័យរួមជាមួយទានព្រះភាសាហ្នឹងទៅប្រគេនព្រះសង្ឃនៅវត្តសំរោងបរិយហ្នឹងពុកម៉ែបងប្អូនណាដែលស្ថិតនៅក្នុងឃុំមុងរាវមិញហ្នឹងបងប្អូនបាទហើយវត្តនេះបងប្អូនណាគឺទីតាំងវត្តនេះស្អាតណាស់បងប្អូនបាទក្រៅពីហេដ្ឋារចនាសម្ព័ន្ធវត្តស្អាតហើយពហិក៏ស្អាតសួនច្បារក៏ស្អាតខ្លោងទ្វារក៏ស្អាតរីឯផ្លូវចូលក៏ស្អាតរួមជាមួយនឹងព្រះភ័ក្ត្រព្រះគ្រូបច្ចៅអត្តកាវត្តនឹងទៀតស្អាតទៀតបងប្អូនបាទហើយសម្ផស្សលោកយាយលោកតាណារឹតតែស្អាតបបែបទៀតពុកម៉ែបងប្អូនណាបាទនិយាយលេងទៅបងប្អូនណាបាទហើយឃើញថាពុទ្ធបរិស័ទជាមួយនឹងបាទពុទ្ធសាសនាដែលកាន់ពុទ្ធសាសនាហ្នឹងគឺរដូវគេហៅថាទានព្រះភាសាហ្នឹងតែងតែនាំតៃយទានក៏ដូចជាវត្ថុផ្សេងមានចង្ហាន់បិណ្ឌបាតបាយសឡរួមជាមួយនឹងចង្ហាន់ហើយនឹងបច្ច័យហ្នឹងបងប្អូនទៅវត្តហ្នឹងមិនដែលខានទេបងប្អូនណាគេថាធ្វើបុណ្យតាន់ភ្នែកនៅបើកើតបាទធ្វើបុណ្យហ្នឹងមិនតាន់ខែភ្លឺបងប្អូនណាអញ្ចឹងប្រឹងធ្វើទៅបងប្អូនបាទសន្សំបុណ្យទុកទៅបងប្អូនណាកៃលោជាតិក្រោយទៅកើតទៅរូបស្អាតរូបល្អអញ្ចឹងប្រឹងធ្វើបុណ្យទៅបងប្អូនណានេះជាប្រពៃណីរបស់ពុទ្ធសាសនាយើងបងប្អូនហើយងាកខាងនេះវិញបងប្អូនឃើញដែររូបសំណាកនៅក្នុងវត្តសំរោងបរិយនេះគឺស្រស់ស្អាតបងប្អូនរួមជាមួយនឹងសួនច្បារព្រះគ្រូបានរៀបចំជាពិសេសរូបចម្លាក់ច្រើនណាបងប្អូននៅវត្តនេះបាទមកជុំព្រះវិហារគឺសិតតែរូបសំណាកតែម្ដងបងប្អូនហើយខាងនេះរូបនាគរួមជាមួយនឹងរូបក្តាន់រូបឆ្លុះរូបប្រើសអីបងប្អូនស្រស់ស្អាតបងប្អូនណាហើយជាមួយនឹងលោកតាលោកយាយនៅពេលដែលយកចង្ហាន់ទៅហើយប្រគេនព្រះសង្ឃហើយនៅពេលដែលព្រះសង្ឃឆានរួចដល់វេនគណៈកម្មការអាចារ្យវត្តរួមជាមួយខ្ញុំបាទលោកយាយលោកតាហ្នឹងគេហៅថាស្រស់ស្រូបម្ដងបងប្អូនប៊ូហ្វេនៅវត្តបងប្អូនណាជុំគ្នាបងប្អូនមហូបនៅវត្តច្រើនណាបងប្អូនហើយឆ្ងាញ់ទៀតបងប្អូនណារសជាតិប្លែកគ្នាដោយសារតែចុងភៅច្រើនបងប្អូនបាទទៅ200នាក់ចុងភៅ200ដែរបងប្អូនបាទអញ្ចឹងមកហូបរសជាតិឆ្ងាញ់ប្លែកបងប្អូនបាទហើយនិយាយរៀបរាប់លេងសើចបងប្អូនដល់ម៉ោងទៅផ្ទះបាត់បងប្អូនណាលោកតាលោកយាយពុទ្ធបរិស័ទចំណោះជើងវត្តដែលទៅពីខាងទូទ្រាជើងហ្នឹងកំពុងតែវិច្ចសម្ពាយរាយជាបាទកបោបបាទប្រវត្តិប្រវរឡើងឡានឡើងម៉ូតូមកផ្ទះវិញហើយបងប្អូនណាប៉ុន្តែមុននឹងឡើងឡានហ្នឹងខ្ញុំបាទសូមលោកយាយលោកតាទាំងអស់គ្នាហ្នឹងសូមថតរូបទុកជាអនុស្សាវរីយ៍បងប្អូនណារៀបចំថតជូនគាត់បងប្អូនណាទុកជាអនុស្សាវរីយ៍បាទក្រននឹងកូនចៅកូនក្មួយគាត់ពេលខ្ញុំបាទនឹងពេជ្ររតនាប្រហោះទៅគាត់បានឃើញអញ្ចឹងទៅបងប្អូនណាបាទថតរូបទុកជាអនុស្សាវរីយ៍បាទទៅវត្តណាក៏ថតដែរខ្ញុំបាទនឹងបងប្អូនបាទឲ្យតែព្រះគ្រូប្រាប់ថាញោមអើយទៅធ្វើបុណ្យវត្តនេះទៅហើយបងប្អូនណាបាទសូមអរគុណច្រើនបងប្អូនជួយ like share ផងអរគុណច្រើន